ស្ថានភាពកម្ពុជាបច្ចុប្បន្ននេះវាគឺជាសង្គ្រាមឈ្លានពានដោយសម្ងាត់ដែលភាសាខ្លះគេហៅថាវាគឺជាសង្គ្រាមអាណានិគមបែបថ្មីដែលនៅក្នុងបរិបទនយោបាយបច្ចុប្បន្ននេះណាគេហៅថា neo colonization គឺជាការធ្វើសង្គ្រាមឈ្លានពានលេបតបាក់យកជាតិសាសន៍មួយយកទឹកដីប្រជាជាតិមួយតាមយន្តការនៃការប្រើប្រាស់អំណាចនយោបាយអំណាចសេដ្ឋកិច្ចហើយនិងអំណាចជាសាសន៍ដូច្នេះបើសិនជាបងប្អូនមើលរឿងកម្ពុជាត្រឹមតែការប្រកួតប្រជែងគ្នាដើម្បីដណ្ដើមអំណាចនយោបាយក្នុងបរិយាកាសប្រជាធិបតេយ្យคล้ายៗនេះទេណាកម្ពុជានឹងបាត់បង់ពូជសាសន៍បាត់បង់ជាតិសាសន៍នេះដោយជៀសមិនផុតអានតាមទស្សនៈរបស់ខ្ញុំបងប្អូនអត់បានមើលអំពីថាតើយុទ្ធសាស្ត្រនៃការពង្រាយនិគមជនយួនទូទាំងប្រទេសកម្ពុជាយុទ្ធសាស្ត្រនៃការពង្រាយកងកម្លាំងនិងអំណាចរដ្ឋបាលដែលគ្រប់គ្រងដោយយួននៅគ្រប់ស្ថាប័នជាតិហ្នឹងបងប្អូនអាចបានមើលកន្លែងហ្នឹងទេបងប្អូនចង់តែទៅដណ្ដើមអំណាចតាមរយៈនៃការបោះឆ្នោតគណៈបកខ្លះខំធ្វើសកម្មភាពលើកផ្លាកសញ្ញាភ្លុះទឹកភ្លុះដីប៉ុន្តែបងប្អូនដឹងទេការដែលបងប្អូនចូលរួមធ្វើសកម្មភាពនយោបាយរបៀបហ្នឹងណាគឺបានត្រឹមតែបំពេញកាតព្វកិច្ចនិងបំពេញលក្ខខណ្ឌឲ្យរបបក្រុងភ្នំពេញកាន់តែមានលក្ខណៈស្របច្បាប់ដែលអន្តរជាតិគេយល់ច្រឡំថាកម្ពុជាមានលំហសេរីភាពមានលំហប្រជាធិបតេយ្យមានការប្រកួតប្រជែងគ្នាក្នុងការបោះឆ្នោតដែលនេះគឺជារឿងឆ្ពិនភ្នែកទាំងស្រុងបើបងប្អូននៅតែរៀបចំគណៈបកបង្កើតគណៈបកម្ដងជា2ដងរួចហើយចូលរួមធ្វើសកម្មភាពបោះឆ្នោតនៅក្នុងនីតិកាលនានានោះគឺបងប្អូនកំពុងតែចូលរួមចំណែកបំផ្លាញនិងកំទេចជាតិខ្មែរយ៉ាងមានប្រសិទ្ធភាពតែផ្ទុយទៅវិញប្រសិនបើយើងនាំគ្នាទាំងអស់គ្នាច្រានចោលនៅដំណើរការនៃប្រព័ន្ធបោះឆ្នោតដែលជាប្រព័ន្ធคล้ายៗនៅក្នុងប្រទេសកម្ពុជាវាគឺជាលទ្ធភាពមួយក្នុងការតស៊ូដើម្បីរើបំរាស់ពីរបបប្រជាការមួយនេះពីព្រោះរបបប្រជាការមួយនេះពុំមានលក្ខខណ្ឌស្របច្បាប់តទៅទៀតទេនៅក្នុងលក្ខខណ្ឌខ្លះបងប្អូនថាបើទោះជាគណៈបកប្រឆាំងមិនចូលរួមបោះឆ្នោតនៅក្នុងនីតិកាលទាំងឡាយដែលវានឹងកើតឡើងតទៅទៀតហ្នឹងណាគណៈបកប្រជាជនហ្នឹងគេបានបង្កើតគណៈបករណបរបស់គេជាច្រើនហើយសម្រាប់ចូលរួមដើម្បីប្រកួតប្រជែងឲ្យស្របទៅតាមស្មារតីរបស់សន្ធិសញ្ញាឲ្យស្របទៅតាមស្មារតីរបស់រដ្ឋធម្មនុញ្ញក៏ប៉ុន្តែបងប្អូនត្រូវជឿថាអន្តរជាតិដែលជាអ្នកដែលមានឥទ្ធិពលនយោបាយសម្រាប់ការពារកម្ពុជាណាគេស្គាល់ច្បាស់ថាក្រុមអ្នកនយោបាយមួយណាជាក្រុមអ្នកប្រឆាំងក្រុមអ្នកនយោបាយមួយណាគឺជាក្រុមអ្នកនយោបាយរំដោបនយោបាយរបស់លោកហ៊ុនសែនដូច្នេះសំណើរបស់ខ្ញុំគឺខ្ញុំសូមអង្វរដោយទទូចសម្រាប់គណៈបកនយោបាយទាំងឡាយដែលកំពុងតែធ្វើសកម្មភាពដើម្បីកំដរឆានយោបាយប្រជាធិបតេយ្យคล้ายៗរបស់ហ៊ុនសែនហ្នឹងណាសូមបងប្អូនបោះបង់ការខំប្រឹងប្រែងហ្នឹងទៅប៉ុន្តែបងប្អូនត្រូវមករួមគ្នាដើម្បីធ្វើយ៉ាងណាទាមទារនៅលំហបរិយាកាសសេរីភាពពិតប្រាកដឬក៏ប្រជាធិបតេយ្យពិតប្រាកដនៅក្នុងលក្ខខណ្ឌនេះយើងមានវិធីច្រើនណាស់ដែលយើងត្រូវទាមទាររកយុត្តិធម៌ឲ្យគណៈបកសង្គ្រោះជាតិសិនពីព្រោះមូលដ្ឋានសំខាន់ណាស់គឺមានតែគណៈបកសង្គ្រោះជាតិទេដែលជាជនរងគ្រោះនយោបាយនៅពេលនេះហើយបើយើងទាំងអស់គ្នាប្រងើយកន្តើយអំពីការដែលគេរំលាយគណៈបកសង្គ្រោះជាតិដែលគេរំលាយឆន្ទៈរបស់មហាជនដែលជាម្ចាស់ឆ្នោតជាងពាក់កណ្ដាលនគរកន្លែងនេះគឺគ្មានអ្នកណាអាចជួយយើងបានអញ្ចឹងអ្វីដែលខ្ញុំស្នើនៅទីនេះគឺសូមឲ្យបងប្អូនទាំងអស់គ្នាយកប្រធានបទយករបៀបវរៈនៃការតស៊ូដើម្បីទាមទារយុត្តិធម៌ជូនគណៈបកសង្គ្រោះជាតិហើយបើសិនជាបងប្អូនចង់ធ្វើសកម្មភាពនយោបាយនៅក្នុងប្រទេសកម្ពុជាបើសិនជាបងប្អូនជឿថាកម្ពុជានៅមានលំហប្រជាធិបតេយ្យពិតប្រាកដមែនណាខ្ញុំចង់ឲ្យបងប្អូនទាំងអស់ជាពិសេសគឺគណៈបកនយោបាយដែលប្រកាសខ្លួនឯងថាជាអ្នកសេរីនិយមជាអ្នកប្រជាធិបតេយ្យសូមឲ្យបងប្អូនដាក់របៀបវិរៈថាប្រសិនបើគណៈបកប្រជាជនមិនផ្ដល់នីតិសម្បត្តិឲ្យគណៈបកសង្គ្រោះជាតិវិញនោះមានន័យថាកម្ពុជាគ្មានបរិយាកាសប្រជាធិបតេយ្យទេដូច្នេះយើងនឹងមិនចូលរួមប្រកួតប្រជែងនៅក្នុងដំណើរការនៃការបោះឆ្នោតទៅថ្ងៃខាងមុខអាហ្នឹងចំណុចទី1
ចំណុចទី2យើងត្រូវយកមូលដ្ឋានថាតើគណៈបកសង្គ្រោះជាតិមានកំហុសចំណុចណាខ្លះដែលឈានទៅដល់រំលាយគណៈបកមួយនេះពីព្រោះយើងដឹងច្បាស់ហើយថាការរំលាយគណៈបកសង្គ្រោះជាតិមិនមែនជារឿងនយោបាយទេក៏ប៉ុន្តែវាគឺជាសង្គ្រាមវាជាយុទ្ធសាស្ត្រដែលគេត្រូវកំទេចអ្នកជាតិនិយមពិតប្រាកដអញ្ចឹងបានខ្ញុំតែងតែនិយាយថានៅស្ថានភាពបច្ចុប្បន្ននេះណាកម្ពុជាមិនមែនជារឿងនយោបាយរវាងគណៈបកប្រជាជនជាមួយនឹងគណៈបកសង្គ្រោះជាតិឬក៏រវាងអ្នកប្រជាធិបតេយ្យជាមួយនឹងពួកប្រជាការដែរក៏ប៉ុន្តែអ្វីដែលវាកើតឡើងនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះណាបងប្អូនវាគឺជាសង្គ្រាមមនោគមវាគឺជាសង្គ្រាមអាណានិគមបែបថ្មីដែលគេប្រើរបបនយោបាយធ្វើជាអាវុធដែលនៅក្នុងយុទ្ធសាស្ត្រនេះភាសាបច្ចេកទេសគេហៅថា neo colonization មានន័យថាគេប្រើអំណាចសេដ្ឋកិច្ចគេប្រើអំណាចនយោបាយគេប្រើអំណាចប្រជាសាស្ត្រដើម្បីចូលមកគ្រប់គ្រងកម្ពុជាដូច្នេះការចូលរួមសកម្មភាពធ្វើជីវភាពនយោបាយរបស់បងប្អូនដែលជាគណៈបកតូចតាចនៅក្នុងប្រទេសកម្ពុជាវាគឺជាការចូលរួមដើម្បីបង្ក្រប់លក្ខខណ្ឌឲ្យរបបក្រុងភ្នំពេញស្របច្បាប់រួចហើយបន្តកាន់អំណាចដើម្បីអនុវត្តផែនការបញ្ចូលនិគមជនយួនមករស់នៅក្នុងប្រទេសកម្ពុជាពពកពពូនហើយនឹងគ្រប់គ្រងអំណាចសេដ្ឋកិច្ចតាំងពីថ្នាក់មូលដ្ឋានដល់ថ្នាក់ជាតិអនាគតក្នុងរយៈពេលពី30ទៅ50ឆ្នាំគឺកម្ពុជានឹងបាត់បង់លទ្ធភាពក្នុងការគ្រប់គ្រងខ្លួនឯងហើយបច្ចុប្បន្ននេះបងប្អូនដឹងហើយថាអំណាចដែលគ្រប់គ្រងនៅតាមស្ថាប័នជាតិសំខាន់គឺនៅក្រោមបទបញ្ជាទាំងស្រុងរបស់យួនរួចហើយតំបន់ភូមិសាស្ត្រទាំងឡាយដូចជាភូមិសាស្ត្រនៅតំបន់ត្រីកោណភូមិសាស្ត្រនៅតំបន់ភាគខាងលិចនៃកម្ពុជាគេបានធ្វើវិសោធនកម្មច្បាប់ដើម្បីតម្រូវឲ្យយួនអាចមានលទ្ធភាពគ្រប់គ្រងអចលនទ្រព្យនិងទិញដីគ្រប់គ្រងតំបន់សេដ្ឋកិច្ចទាំងអស់នេះគឺជាផែនការដែលគេលេបតបកម្ពុជាក្នុងរូបភាពនយោបាយចំណុចទី2តាក់ទងជាមួយនឹងអធិបុលនយោបាយលើឆាកអន្តរជាតិរបស់គណៈបកប្រជាជនយើងដឹងថាអ្វីដែលគណៈបកប្រជាជនកំពុងតែឆ្ពិនភ្នែកអន្តរជាតិបច្ចុប្បន្ននេះគឺយកបរិយាកាសប្រជាធិបតេយ្យយកការគ្រប់គ្រងអំណាចដែលតាមការពិតការគ្រប់គ្រងអំណាចរបស់គណៈបកប្រជាជនណាវាគឺជាការគ្រប់គ្រងអំណាចក្រោមរបបពូទីនដែលបានប្លន់ឆន្ទៈរបស់មហាជនទៅគ្រប់គ្រងអំណាចដូច្នេះយើងត្រូវធ្វើទំនាក់ទំនងបង្ហាញអំពីភាពខុសច្បាប់របស់គណៈបកប្រជាជនដែលប្លន់អំណាចពីគណៈបកសង្គ្រោះជាតិតាំងពីឆ្នាំ2017មកដូច្នេះយើងយកមូលដ្ឋានច្បាប់កន្លែងនេះទៅឲ្យអន្តរជាតិគេទទួលដឹងថាការប្លន់អំណាចកាលពី2017ហ្នឹងគឺជាការគ្រប់គ្រងអំណាចខុសច្បាប់គ្រប់គ្រងអំណាចឯកបកនៅក្នុង2018ដូច្នេះមូលដ្ឋានទាំងអស់នេះវាគឺជាអធិបុលនយោបាយដែលយើងអាចទៅពឹងពាក់អន្តរជាតិឲ្យជួយរកយុត្តិធម៌ជូនគណៈបកសង្គ្រោះជាតិរឿងមួយទៀតខ្ញុំឃើញអ្នកនយោបាយកំពុងតែធ្វើសកម្មភាពចង់បានការផ្លាស់ប្ដូរក៏ប៉ុន្តែបងប្អូនមើលតែត្រឹមការតស៊ូនយោបាយក្នុងរូបភាពប្រកួតប្រជែងគ្នាតាមការចូលរួមក្នុងដំណើរការបោះឆ្នោតដែលយើងដឹងច្បាស់ថាដំណើរការបោះឆ្នោតក្នុងប្រទេសកម្ពុជាមិនអាចកើតឡើងបានដោយយុត្តិធម៌ដោយសេរីបានទេពីព្រោះថារបបគ្រប់គ្រងកម្ពុជាមានអំណាចទាំងតុលាការក៏នៅក្នុងដៃរបស់គណៈបកប្រជាជនអំណាចយោធាក៏នៅក្នុងដៃរបស់គណៈបកប្រជាជនហើយជាពិសេសអំណាចកោជបក៏នៅក្នុងដៃរបស់គណៈបកប្រជាជនដូច្នេះគ្មានលទ្ធភាពណាមួយដែលគណៈបកនយោបាយណាអាចទៅប្រកួតប្រជែងយកជ័យជំនះលើគណៈបកប្រជាជនបានទេប៉ុន្តែប្រសិនបើបានថាមានការបោះឆ្នោតឲ្យគណៈបកណាមួយភ្លុកទឹកភ្លុកដីនៅក្នុងប្រទេសកម្ពុជាក៏គណៈបកប្រជាជនគេមិនឲ្យអំណាចបងប្អូនដែរដូច្នេះតើហេតុអីបានជាយើងនាំគ្នាទៅចូលរួមនៅក្នុងលបែងមួយដែលយើងពុំមានលទ្ធភាពទៅយកអំណាចពីរបបក្រុងភ្នំពេញប៉ុន្តែយើងសួរថាតើយើងធ្វើរបៀបណាដើម្បីយកអំណាចពីរបបក្រុងភ្នំពេញដូចខ្ញុំជម្រាបអញ្ចឹងការទូតអន្តរជាតិជាពិសេសនៅលើឆាកអន្តរជាតិគ្មានប្រទេសណាដែលជាប្រទេសសំខាន់ហ្នឹងណាគ្រប់គ្រងនយោបាយផ្ដាច់ការរបស់របបក្រុងភ្នំពេញទេហើយទី2របបក្រុងភ្នំពេញកំពុងតែប្រឈមជាមួយនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរជាពិសេសកង្វះនៅហិរញ្ញវត្ថុជាតិដែលបច្ចុប្បន្ននេះរបបក្រុងភ្នំពេញកំពុងតែមានអនុភាពហើយស្របពេលដែលទីផ្សារអន្តរជាតិឬក៏យើងហៅថា
សង្គ្រាមពាណិជ្ជកម្មអន្តរជាតិកំពុងតែផ្ទុះនៅក្នុងស្ថានភាពបច្ចុប្បន្នណាវាក៏ជាឱកាសមួយក្នុងការជំរុញសកម្មភាពនយោបាយរបស់យើងដើម្បីទៅផ្ដួលរំលំរបបផ្ដាច់ការនឹងបានដែរក៏ប៉ុន្តែអ្វីដែលខ្ញុំសង្កេតឃើញគឺត្រង់ថាអ្នកនយោបាយទាំងក្នុងប្រទេសទាំងក្រៅប្រទេសគិតតែពីរៀបចំផែនការបង្កើតគណៈបកនយោបាយបង្កើតចលនាបង្កើតសមាគមឬក៏បង្កើតក្រុមឯករាជ្យផ្សេងៗហើយមួយថ្ងៃមិនឃើញមានសកម្មភាពដែលជាលក្ខណៈផែនការអនុវត្តទេប៉ុន្តែនាំគ្នាធ្វើសកម្មភាពរិះគន់របបក្រុងភ្នំពេញនាំគ្នាវិភាគអំពីចំណុចខ្សោយរបស់គណៈបកប្រជាជនប៉ុន្តែយើងអត់មានសកម្មភាពដើម្បីពង្រឹងកម្លាំងរបស់យើងសម្រាប់ទៅអនុវត្តធ្វើសកម្មភាពការទូតធ្វើសកម្មភាពផ្ការីឬក៏ធ្វើសកម្មភាពនយោបាយនានាដែលធ្វើឲ្យរបបក្រុងភ្នំពេញហ្នឹងជាប់គាំងអំពីការអនុវត្តយុទ្ធសាស្ត្រនយោបាយរបស់គេដូច្នេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាពិចារណាអំពីលទ្ធភាពថាតើយើងត្រូវធ្វើរបៀបណាដើម្បីអនុវត្តនៅផែនការរបស់យើងឧទាហរណ៍ថាគណៈបកមួយចំនួនឬក៏អ្នកនយោបាយមួយចំនួនគេបាននិយាយថាយន្តការនិងមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការទាមទារឲ្យបរិយាកាសប្រជាធិបតេយ្យរបស់កម្ពុជានឹងវិលត្រឡប់មកធម្មតាវិញគឺមានតែអន្តរាគមន៍ពីម្ចាស់ហត្ថលេខាឬក៏អ្នកខ្លះថាមានតែសន្ធិសញ្ញា$23ទេដែលអាចយកមកប្រើជាយន្តការដើម្បីដោះស្រាយវិបត្តិកម្ពុជាក៏ប៉ុន្តែខ្ញុំសួរសិនថាតើយន្តការដែលយើងចង់ប្រើត្រូវធ្វើដោយរបៀបណាយើងមិនមែនគ្រាន់តែអង្គុយអាននៅអត្ថបទនិងមាត្រារបស់សន្ធិសញ្ញាហ្នឹងទេក៏ប៉ុន្តែយើងត្រូវយកស្មារតីរបស់សន្ធិសញ្ញាហ្នឹងមកធ្វើជាស្ថានភាពសកម្មភាពឧទាហរណ៍ជាក់ស្ដែងតាក់ទងជាមួយនឹងថាកម្ពុជាត្រូវតែគោរពគោលការណ៍ប្រជាធិបតេយ្យសេរីភាគអញ្ចឹងកន្លងមកក្នុងឆ្នាំ2017នៅពេលដែលគេរំលាយគណៈបកសង្គ្រោះជាតិមានន័យថាបកតែមួយដែលកំពុងគ្រប់គ្រងអំណាចនៅពេលនោះតើមានលក្ខខណ្ឌស្របច្បាប់ដែរឬទេដូច្នេះសំណួរនេះយើងត្រូវសួរតែម្ចាស់ហត្ថលេខាដើម្បីឲ្យគេឆ្លើយជាមួយយើងថាលក្ខខណ្ឌហ្នឹងគឺបានរំលោភបំពានឬក៏ផ្ទុយជាមួយនឹងស្មារតីរបស់សន្ធិសញ្ញាហើយអាហ្នឹងចំណុចទី1ចំណុចទី2នៅក្នុងឆ្នាំ2018មានការបោះឆ្នោតដែលរៀបចំដោយកោជបរបស់គណៈបកប្រជាជនហើយគេបោះឆ្នោតទៅគណៈបកប្រជាជនបានសម្លេង125ដែលជាសម្លេងដាច់ខាតនៅក្នុងប្រទេសកម្ពុជាហើយគេគ្រប់គ្រងអំណាចតែឯកបកដូច្នេះក្នុងស្មារតីរបស់រដ្ឋធម្មនុញ្ញក្នុងស្មារតីរបស់សន្ធិសញ្ញា$23ថាតើលក្ខខណ្ឌនោះវាផ្ទុយជាមួយនឹងស្មារតីរបស់សន្ធិសញ្ញាឬក៏រដ្ឋធម្មនុញ្ញដែរទេបើសិនជាម្ចាស់ហត្ថលេខាទាំងអស់គេថានោះគឺវាផ្ទុយជាមួយនឹងស្មារតីរបស់លក្ខខណ្ឌនោះគឺជាការដឹកនាំដែលខុសច្បាប់តាំងពីពេលហ្នឹងមកនោះគឺជាលក្ខខណ្ឌមួយចំនួនដែលយើងធ្វើការតស៊ូមតិដើម្បីទាមទារការគ្រប់គ្រងពីម្ចាស់ហត្ថលេខាប្រសិនបើយើងនិយាយថាមានតែសន្ធិសញ្ញា$23ទេដែលជាមូលដ្ឋាននៃការតស៊ូមតិដើម្បីជួយកម្ពុជាឬក៏ដើម្បីរកដំណោះស្រាយនយោបាយនៅក្នុងប្រទេសកម្ពុជាហើយរឿងមួយទៀតក្នុងឆ្នាំ2018វាជារឿងមួយដែលយើងអាចយកមូលដ្ឋានហ្នឹងយកមកធ្វើជាអំណាចបានរឹងមាំប៉ុន្តែបងប្អូនត្រូវគិតមួយទៀតនៅក្នុងឆ្នាំ2023ឆ្នាំ2023មានដំណើរការនៃការបោះឆ្នោតមួយមានការចូលរួមពីគណៈបកដទៃទៀតដើម្បីប្រកួតប្រជែងហាក់ដូចជាមានលំហប្រជាធិបតេយ្យដែរក៏ប៉ុន្តែនៅទីនោះអន្តរជាតិគេមិនបានទទួលយកលទ្ធផលឆ្នោតនៅក្នុងឆ្នាំ2023ទេអ្វីដែលលើសពីនោះទៀតគឺត្រង់ចំណុចថានៅក្នុងឆ្នាំ2023មានការបោះឆ្នោតដែលគេរៀបចំសម្រាប់ផ្ទេរឬក៏រំលែកអាសនៈខ្លះឲ្យទៅគណៈបកហ៊ុនស៊ិនប៉ិចដើម្បីជៀសវាងអំពីការគ្រប់គ្រងអំណាចឯកបកប៉ុន្តែអ្វីដែលវាខុសឆ្គងនៅក្នុងឆ្នាំ2023គឺនៅពេលដែលគេរៀបចំការបោះឆ្នោតរួចហើយសភាមិនទាន់បានបង្កើតផងក៏ប៉ុន្តែរបបក្រុងភ្នំពេញបានរៀបចំតែងតាំងនាយករដ្ឋមន្ត្រីមុនសភាកើតដូច្នេះវាគឺជាដំណើរការនៃការគ្រប់គ្រងអំណាចខុសច្បាប់រឿងទាំងអស់នេះហើយដែលយើងយកធ្វើជាមូលដ្ឋានដើម្បីតស៊ូមតិនៅលើឆាកអន្តរជាតិថាកម្ពុជាមានការរំលោភលើស្មារតីរបស់សន្ធិសញ្ញាមានការរំលោភលើរដ្ឋធម្មនុញ្ញតាំងពីឆ្នាំ2017រហូតមកដល់បច្ចុប្បន្ននេះគឺជាមូលដ្ឋានហើយបើសិនជាយើងនិយាយថាការរំលាយសង្គ្រោះជាតិ
វាគឺជាលក្ខខណ្ឌដែលរបបក្រុងភ្នំពេញអាចធ្វើបានយើងក៏ត្រូវសួរទៅម្ចាស់ហត្ថលេខាយើងក៏ត្រូវទៅសួរទៅសហគមន៍អន្តរជាតិជាពិសេសយើងត្រូវសួរទៅអ្នកដែលជាប់តាក់ទិនជាមួយនឹងបទចោទដូចជាសហរដ្ឋអាមេរិកដូចជាប្រទេសអាល្លឺម៉ង់ដែលគេចោទថាប្រទេសទាំងពីរហ្នឹងមានសន្តិភាពឬក៏មានការពាក់ព័ន្ធឈោពីក្រោយគណៈបក្សសង្គ្រោះជាតិក្នុងការព្រោះរំលំរបបផ្ដាច់ការអញ្ចឹងយើងត្រូវយកមូលដ្ឋាននៃចំណោទឬក៏បទចោទរបស់តុលាការនេះទៅសួរសហរដ្ឋអាមេរិកថាតើសហរដ្ឋអាមេរិកពិតជានៅពីក្រោយខ្នងរបស់គណៈបក្សសង្គ្រោះជាតិមែនឬក៏មិនមែនហើយបើសិនជាមិនមែនយើងអាចយកមូលដ្ឋានទាំងអស់នេះទៅតស៊ូមតិនៅលើឆាកអន្តរជាតិជាពិសេសទៅអង្គការសហប្រជាជាតិថារបបក្រុងភ្នំពេញបានរំលោភបំពានលើលក្ខខណ្ឌរបស់សន្ធិសញ្ញាបានរំលោភបំពានលើរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាយើងដូច្នេះយើងទាមទារឲ្យអង្គការសហប្រជាជាតិព្យួរអាសនៈកម្ពុជារហូតដល់មានដំណោះស្រាយនយោបាយនេះគឺជាវិធីដែលយើងត្រូវធ្វើយើងមិនមែនតែអង្គុយវិភាគអំពីកំហុសឆ្គងរបស់របបក្រុងភ្នំពេញយើងមិនមែនតែនិយាយរិះគន់អំពីការដឹកនាំរបស់របបក្រុងភ្នំពេញយើងក៏មិនចាំបាច់ទៅអង្គុយផ្ដល់យោបល់ឲ្យរបបក្រុងភ្នំពេញដើម្បីធ្វើដំណោះស្រាយនយោបាយផ្ទៃក្នុងរបស់កម្ពុជាដែរប៉ុន្តែយើងត្រូវរកលទ្ធភាពដើម្បីទៅយកអំណាចចេញពីរបបក្រុងភ្នំពេញដើម្បីយើងអាចគ្រប់គ្រងកម្ពុជាជាពិសេសគឺរំដោះកម្ពុជាចេញពីអាណានិគមបែបថ្មីដែលយួនកំពុងតែប្រើរបបភ្នំពេញធ្វើជាមធ្យោបាយក្នុងការលេបតបាក់ទឹកដីខ្មៅ